ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរអំពីមូលដ្ឋានគ្រឹះនៃភាសាអង់គ្លេសប៉ុន្តែខ្ញុំសូមចាប់ផ្ដើមពីមេរៀនទី1គឺអក្សរក្រមនៃភាសាអង់គ្លេសអញ្ចឹងមកមើលជាមួយខ្ញុំទាំងអស់គ្នាជាទូទៅនៅក្នុងភាសាអង់គ្លេសគេមានតួអក្សរឬក៏អក្សរក្រមមាន26តួដែលនៅក្នុង26តួនោះគេបែងចែកជា2បាទទី1គឺព្យញ្ជនៈហើយទី2គឺស្រៈដែលព្យញ្ជនៈគឺមាន21តួហើយស្រៈមានចំនួន5តួហើយនេះគឺជាតួអក្សរក្រមពី A ដល់ Z បាទដែលក្នុងនេះមាន2ប្រភេទមួយជាអក្សរធំបាទហើយមួយទៀតជាតួអក្សរតូចបាទអញ្ចឹងអ្នកនរអាចអានពីក្រោយខ្ញុំបានបាទអញ្ចឹងខ្ញុំអានពីតួអក្សរទី1រហូតដល់តួអក្សរទី26បាទអញ្ចឹងចាប់ផ្ដើម A B C D E F G H I J K L M N O P Q R S T U V W X Y Z ឬក៏ Z បាទអញ្ចឹងនឹងគឺជាការអានបាទពីតួអក្សរ A រហូតដល់តួអក្សរ Z អញ្ចឹងនៅក្នុងហ្នឹងគឺមានស្រៈចំនួន5ក្រៅពីហ្នឹងគឺព្យញ្ជនៈទាំងអស់ដែលស្រៈហ្នឹងគឺមាន A E I O U តួអក្សរបាទតួអក្សរជាស្រៈបាទអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបាទអញ្ចឹងបើសិនជាអ្នកនរគ្នាចូលចិត្តអ្នកនរគ្នាអាចជួយចុច follow ហើយនិង like ហើយកុំភ្លេច share ទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាអញ្ចឹងជួបគ្នាមេរៀនទី2តួអក្សរ A បាយអញ្ចឹងមេរៀនរបស់យើងថ្ងៃនេះគឺមេរៀនទី2ដែលនិយាយអំពីតួអក្សរ A បាទអញ្ចឹងនេះគឺជារបៀបនៃការសរសេរតួអក្សរ A ដែលអ្នកនរគ្នាអាចមើលតាមគំនូសសញ្ញាព្រួយរបស់ខ្ញុំនេះបាទដំបូងគឺយើងចាប់ពីចំណុចខាងលើមកក្រោមបន្ទាប់ទី2គឺខាងលើមកក្រោមដូចគ្នាហើយបន្ទាប់ទី3គឺវះពោះកណ្ដាលហើយតួអក្សរ A នោះគឺយើងចាប់ពីលើដូចគ្នាបាទដូចជាលេខ0នេះណាហើយទាញវាមកក្រោមឲ្យហួសបន្តិចមកបាទអញ្ចឹងអានេះជាការសរសេរតួអក្សរ A ធំហើយនិង A តូចបាទអញ្ចឹងបន្ទាប់ទៀតនោះគឺយើងមកមើលការអានហើយនឹងសូរសំឡេងវាម្ដងបាទអញ្ចឹងតួអក្សរ A បាទយើងអានថា A ខាងក្រោមនេះជា IPA បាទអញ្ចឹងយើងអានថា A ហើយសំឡេងរបស់តួអក្សរ A វាមានច្រើនប៉ុន្តែខ្ញុំសូមលើកយកមកតែមួយទេបាទគឺសំឡេង A A បាទ A បាទអញ្ចឹងឧទាហរណ៍ដូចជាបាទ cat k a t cat បាទប្រែថាសត្វឆ្មាហើយមួយទៀតនោះគឺbat បាទយើងបង្កប់មក b a t bat បាទមួយទៀតនោះគឺ bag បាទកាតាបបាទ A នេះគឺសំឡេង a បាទ b a g bag បាទហើយមួយទៀតនោះគឺ map បាទ A សំឡេង a អ្នកនរគ្នាអាចប្រកបបាន m a p map បាទ panty បាទហើយមួយទៀតនោះគឺ a ដដែលអ្នកនរគ្នាអាចប្រកបបាន h a t hat អូខេបាទអញ្ចឹងសរុបឡើងវិញគឺពាក្យទី1គឺ cat បាទ a k a t cat b a t bat អញ្ចឹងអា A នេះគឺ a បាទ h a t hat m a p map b a g bag បាទអញ្ចឹងវីដេអូតួអក្សរ A គឺមានប៉ុណ្្នឹងឯងបាទទី1តួអក្សរ A គេអានថា A សំឡេងវា a បាទអញ្ចឹងជួបគ្នានៅវីដេអូមេរៀនទី3គឺតួអក្សរ B បាទបាយបាយអរគុណមកកាន់វីដេអូទី3របស់យើងនៅក្នុងវីដេអូនេះគឺយើងរៀនអំពីតួអក្សរ B បាទអញ្ចឹងតួអក្សរ B បាទយើងចាប់ផ្ដើមសរសេរដោយយើងគូរបន្ទាត់ពីលើមកក្រោមបាទភាគច្រើនគឺយើងគូរពីលើមកក្រោមពីឆ្វេងទៅស្ដាំបាទអញ្ចឹងយើងគូរពីលើមកក្រោមមកបន្ទាប់មកទៀតយើងចាប់ពីលើដូចគ្នាបាទមើលតាមអ្វីដែលខ្ញុំបង្ហាញនេះបាទរហូតដល់មកក្រោមនេះបាទនឹងគឺជាការសរសេរតួអក្សរ B ធំបាទហើយមួយទៀតគឺការសរសេរតួអក្សរ B តូចបាទអ្នកនរគ្នាក៏ចាប់ពីលើមកបាទចាប់ពីលើរួចអ្នកនរគ្នាឡើងទៅលើវិញរួចទាញមកខាងឆ្វេងមកវិញណាបាទតួអក្សរតូចបាទអ
chẳng bắt đầu một tí cứ dừng một riêng ông pi cả án hay nâng sâu xâm lý bảo vệ chẳng và tủa so ní cứ cái án thá bì dừng đã bộ một dừng nó lư khné máu đã bộ một dừng lư khné máu dừng dây bì màu bì bà chẳng bì xâm lý b bà đã bộ một đi khné hay dừng tranh b màu b bà chẳng nếu cái ai bắt gặp chỉ với chọn bán bà chẳng dừng focus dừng bắt đầu tại tủa so bì để bà chẳng bí xâm lý với b bà chẳng b u book bà phải là xịp hứ bà chẳng tí bí nó cứ b o l ball ball bà một chiếc cứ banana banana bà phải chế một chiếc cứ box bà phải thả bỏ hai một chiếc nó cứ bad bad bà phải thả kre bà chứng sau đó mà quên bà tí muối nó cứ book book tí pi nó cứ ball ball với tiết nó cứ banana banana với tiết box box với tiết cứ bad bad ok chứng video bỏ giờ ngày nắng cứ mẹ bằng ngán và complete chui check follow hay đừng share tất cả một nền tảng này phóng đã cất trong riêng vì sao lại chứng chụp khi nào video bản tập cứ mê riêng ti buồn rồi bỏ dưỡng bà cứ tụ xó xì chứng ngày ní như mê riêng bỏ dưỡng cứ riêng ông pi tụ xó xì bà chứng tỏ tầm mười tỏ ní bà ní chỉ cả cho xe tụ xó xí đôi này ông này cần phải chập đam pi trong cái kháng lơ máu bà cụ tam đôi trong máu nè cụ đôi che máu anh ấy xì thòng hay xì tối đi được này đấy cần là xe ở về đằng tô trường tịnh màu bà đó tìm xì chập che máu này bà hơi bằng ấy hai bắt đầu một tiết cứ dừng một riêng ông pi cả an đòn bà chấn tua so này nè tua so này cứ an thà xì bà chấn xì sầm lên với cứ sầm lên ăn voi cứ được xó đấy nè bà tay này ở anh an mà phê điện trong nhóm rắm sầm lên là bỏ tua so xí cứ bà xì bà tay bờ sân trên này ở kia và chị ở trắng này ở kia anh bây giờ tập bạc cọp với dừng an cho bạn là xì chạy các bạn này tại sầm linh về miền tây nó cứ xì thế này bà đó lâu dương mà mơ cặp có bỏ dừng tọt ní bà chấn dương bắt đầu tại xí sầm linh để bà chấn cup bà pính bắt đầu một tiếng nó cứ car bà bắt đầu một tiếng nó cứ cake trong thời lâu chỉ lấy cọ dạ xí nó như xâm an xâm linh original bảo vệ tới cứ cake bà là phải thành nôm cake chấn về từng bài bảo dưỡng xa lần bính bà chừng lớn nếu nhung xâm an cho tới bài này ở trên suối hay thôi tạm bán cứ xí như xâm an xâm linh khờ ở lứa đấy bà chế xâm linh nó cứ mà mình ăn khờ như thế giờ ăn xâm linh bảo vệ bà chấn nhung xâm an này lứa nó bài này ở trên suối ăn được car cup cake bà chấn video bon dưỡng cứ miền tập và năng tế mê riêng bao giờ ngày nấy chẳng chụp thêm được trong video buổi tập tiết cứ tua sò đi bye bye su sai này ông nhé xóa cùng một can mê riêng tua sò đi chẳng dương mà mơ tận ông nhé chẳng trong này thì mỗi nó cứ đình dương này dễ ông pi ca sò xề bà bị sò xề chẳng tua sò đi đồng bốn cứ dương cần phải chập đam cụ bản tật vì lơ một hàng cào mó và cụ chua hậu chạy mó bây giờ một tiếtยังจับดามปีข้างเลยด้วยគ្នាពីចំណុចដំបូងរបស់យើងទីវាដូចអក្សរ C វាច្រាស់មកក្រោមមកជិបគ្នាមកគឺយើងទទួលបានតួអក្សរ D ធំចំណែកដែលតួអក្សរ D តូចវិញគឺយើងគ្រាន់តែសរសេរដូចតួអក្សរ C តូចបាទយើងចាប់ពីចំណុចខាងលើនេះមកទាញមកខាងក្រោមមកបន្តទៀតយើងគុំពីលើមកខាងក្រោមឬក៏បើសិនជាអ្នកគ្នាខ្ជិលដកប៊ិចឬដកខ្មៅតគូខាងលើយើងអាចគូបជិបបានដោយចាប់ដើមពីចំណុចទី1ខាងលើដូចអមាញ់នេះ
បន្តមកទៀតយើងអូសឡើងលើបណ្ដោយរួចទាញមកខាងក្រោមត្រង់បណ្ដោយបាទអញ្ចឹងអានឹងរបៀបសរសេរតួអក្សរ D តូចបាទចំពោះការអានវិញតួអក្សរនេះគឺអានថា D D បាទហើយសំឡេងតួអក្សរ D គឺ D D បាទ D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  បាទអញ្ចឹងឧទាហរណ៍ដូចជាពាក្យ dog dog បាទអញ្ចឹងបើយើងប្រកបវិញ D O G dog តែនៅខំរៀនយើងនេះផ្ដោតថាតួអក្សរ D ហើយនៅសំឡេងរបស់វាទេណាបាទគឺយើងត្រូវតែចាំថា D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  ពេលប្រកបអានពាក្យទៅគឺ D D D dog បាទអញ្ចឹងពាក្យដទៃទៀតនោះដូចគ្នាទេបាទពាក្យមួយទៀតនោះគឺពាក្យ day day បាទបើយើងប្រកប AYA បាទ the a day បាទចំពោះពាក្យមួយទៀតនោះគឺពាក្យ door door បើយើងប្រកប the or door បាទប្រែថាទ្វារបាទមួយទៀតគឺពាក្យ desk desk បាទបើយើងប្រកប D នេះ the desk sk សំឡេង sk desk desk បាទអញ្ចឹងប្រែថាតុធ្វើការឬក៏តុមានថតបាទអញ្ចឹងយើងអានថា desk the desk បាទអញ្ចឹងសរុបពាក្យរបស់យើងមកវិញគឺមាន4អំបញ្ញមិញបាទគឺពាក្យទី1គឺ dog the dog the day the day the door the door the desk the desk អូខេអញ្ចឹងមេរៀនតួអក្សរ D បានឈានចូលដល់ទីបញ្ចប់ហើយអញ្ចឹងមេរៀនបន្តទៀត complete តាមដានមេរៀនតួអក្សរ E បាទអញ្ចឹងបាយអូខេអ្នកនរគ្នាអញ្ចឹងមេរៀននេះគឺមេរៀនតួអក្សរ E ហើយបាទតោះឥឡូវយើងមកមើលទាំងអស់គ្នារបៀបសរសេរតួអក្សរ E បាទតួអក្សរ E ធំរបស់យើងគឺចាប់ផ្ដើមដោយបន្តិតឈរពីលើមកខាងក្រោមបន្តមកទៀតអ្នកគ្នាចាប់ផ្ដើមដោយគូបន្តិតដេកបាទពីឆ្វេងមកខាងស្ដាំមកពីខាងលើនេះមកបន្តមកទៀតបន្តិតដេកខាងដាលបន្តទៀតបន្តិតដេកនៅបាតខាងក្រោមនេះគូតាមចំណុចដែលមានសញ្ញាព្រួយមកបាទយើងទទួលបានតួអក្សរ E ធំហើយចំណែកតួអក្សរ E តូចវិញគឺយើងចាប់ផ្ដើមដោយគូបន្តិតដេកដូចគ្នាបាទគឺយើងម៉ែកពាក្យកណ្ដាលតួអក្សរធំនេះមកបាទចាប់ផ្ដើមពីបន្តិតដេកបន្តទៀតឡើងដោយអក្សរ C អ្នកគ្នាពីគូបន្តិតដេករួចហើយឡើងដោយតួអក្សរ C តូចឆ្វែងនេះចាប់ផ្ដើមអញ្ចេះឡើងទៅលើមកអញ្ចេះវិញបាទឃើញទេអញ្ចឹងយើងទទួលបានតួអក្សរ E តូចបាទយើងមកមើលការអានមកចេញសំឡេងវិញបាទអញ្ចឹងតួអក្សរបែបនេះគេអានថា E E E បាទអញ្ចឹង E សំឡេងអីគេ E សំឡេងច្រើនបាទអត់មានមួយទេ E ច្រើនណាស់បាទអញ្ចឹងខ្ញុំលើកយកតែសំឡេងតែមួយទេបាទនៅពេលដែលគេអានតួអក្សរក្រុមគេបញ្ចេញសំឡេងនឹងឯងបាទអញ្ចឹង E សំឡេងអក្នុងនេះខ្ញុំសេដូច O តែអ្នកគ្នាកុំអានប្អូឬក៏បញ្ចេញសំឡេងប្អូចេះរៀនតាមមកកណាត់បានហើយE E តែណាបាទអញ្ចឹងឧទាហរណ៍ដូចជាពាក្យ egg បាទ egg បាទពាក្យទី2គឺ elephant ហ៎ E បើយើងប្រកបវិញ L E នេះសំឡេង E បាទអញ្ចឹង L E លី PH នេះសំឡេងតួអក្សរ F ដោយតួអក្សរ F F អញ្ចឹងយើងបាន elephant បាទណាមួយទៀតគឺស្រោមសបុតបាទយើងអានថាម៉េចនេះបាទយើងអានថា envelope បាទបើយើងប្រកបវិញបាទណា n v v l v បាទ o សំឡេង o ត្រង់តែនេះគឺសំឡេង o ដែល l o lope ជាយើងអានថា envelope បាទអញ្ចឹងពាក្យអមាញ់គឺមានចំនួន3បាទទី1គឺ egg elephant envelope បាទអញ្ចឹងពាក្យយើងមាន3ប៉ុណ្ណឹងបាទអញ្ចឹងមេរៀនតួអក្សរ E របស់យើងបាទគឺបានបញ្ចប់ហើយ E សំឡេងបាទអញ្ចឹងមេរៀនបន្តទៀតគឺមេរៀនតួអក្សរ F បាទអញ្ចឹងបាយអូខេសួស្តីអ្នកនរគ្នាមេរៀនរបស់យើងថ្ងៃនេះគឺមេរៀនតួអក្សរ F ហើយបាទអញ្ចឹងយើងមកមើលការសរសេររបស់យើងទាំងអស់គ្នាអញ្ចឹងតួអក្សរ F ធំគឺយើងចាប់ផ្ដើមដោយការគូបន្តិតពីលើមកខាងក្រោមនេះគឺតាមចំណុចរបស់ខ្ញុំបានដៅមកពីលើមកខាងក្រោមបន្ទាប់ទៀតយើងដាក់សក់របស់វាគឺផ្នែកខាងលើពីឆ្វេងមកខាងស្ដាំនេះគូចេះមកបន្ទាប់ទៀតផ្នែកកណ្ដាលពីឆ្វេងមកខាងស្ដាំដូចគ្នាបាទអញ្ចឹងយើងទទួលបាន
តួអក្សរ F ធំចំពោះតួអក្សរ F តូចវិញគឺយើងចាប់ផ្ដើមពីការគូប្រតិតពីលើរាងកោងដូចផ្លែសន្ទូចមកកោងតិចមកត្រង់បន្ទាប់មកទៀតយើងគូប្រតិតដេកកាត់វាផ្នែកខាងលើបាទអញ្ចឹងយើងទទួលបានតួអក្សរ F តូចបាទចំពោះការបញ្ចេញសំឡេងវិញបាទអញ្ចឹងតួអក្សរនេះគឺយើងអានថា F បាទដល់ពេលសំឡេងតួអក្សរ F គឺបើសិនជាអ្នកគ្នាអានលឺតែអានលឺហ្នឹងយើងស្រាប់តែពេលប្រកបទេតែដល់ពេលយើងអានសំឡេងវា original គឺយើងអត់អានf ឬក៏អីទេយើងអានសំឡេងបែប អាន voice សំឡេងលើខ្យល់គឺបាទបើសិនអ្នកគ្នាអត់អាចធ្វើអញ្ចឹងបានអ្នកគ្នាអាចមើលមិត្តខ្ញុំបានគឺយើងចាប់ផ្ដើមដំបូងដោយយើងនិយាយពី F មកតែយើងត្រូវសង្កត់ធ្ងន់ទៅលើសំឡេងនៅខាងចុងនៅពេលដែលយើងបុកខ្យល់ចេញក្រៅគេយើងដាក់ថ្មីយើងលើបបួរមាត់បន្ទាប់ទៀតយើងបុកខ្យល់ចេញក្រៅអូខេចឹងដល់ពេលយើងបញ្ចេញហ្នឹងគឺសំឡេងតួអក្សរ F បាទតែបើអ្នកគ្នានៅពេលដែលអ្នកគ្នាយកទៅប្រកបអ្នកគ្នាអាចនិយាយលឺមកគឺ f តែបបួរមាត់យើងត្រូវខំថ្មិញលើខំបបួរមាត់ថ្មិញលើដាក់លើបបួរមាត់បាទផ្នែកខាងក្រោមណា f បាទអញ្ចឹងឧទាហរណ៍ដូចជាពាក្យfan fan បាទប្រែថាកង្ហារផ្លិតបាទមួយទៀតនោះគឺពាក្យ fish បាទអញ្ចឹង fish បាទមួយទៀតនោះគឺ fox បាទអញ្ចឹង ឬក៏ ក៏បានដែរបាទ fox បាទមួយទៀតគឺ food បាទឬក៏ food បាទប្រែថាអាហារអញ្ចឹងពាក្យ4យើងមិញគឺមានដូចជាពាក្យ fan ឬក៏ and fan មួយទៀត fish ឬក៏ fish មួយទៀត fox ឬក៏ fox មួយទៀត food ឬក៏ food បាទអញ្ចឹងពាក្យរបស់យើងគឺមានប៉ុណ្្នឹងឯងអញ្ចឹងសរុបឡើងវិញតួអក្សរ F សំឡេងបើសិនជាអ្នកគ្នាអត់អាចបញ្ចេញចេះបានអ្នកគ្នាអាចនិយាយថា f ក៏បានដែរអូខេអញ្ចឹងជួបគ្នានៅមេរៀនវីដេអូបន្ទាប់គឺមេរៀនតួអក្សរ G បាទបាយសួស្តីអ្នកគ្នាស្វាគមន៍មកកាន់មេរៀនតួអក្សរ G បាទអញ្ចឹងយើងមកមើលការសរសេរតួអក្សរ G ទាំងអក្សរធំទាំងអក្សរតូចទាំងអស់គ្នាអញ្ចឹងតួអក្សរធំគឺចាប់ផ្ដើមពីចំណុចដូចអក្សរ C ធំអញ្ចឹងណាអ្នកគ្នាអាចមើលតាមគំនូរនឹងបានគឺគូពីលើឆ្វែលដោយអក្សរ C ធំមកហើយឡើងទៅលើបន្ទាប់ទៀតឈប់បន្តិចហើយយើងគូប្រតិទដេកឬក៏អ្នកគ្នាមិនបាច់ឈប់ទេតែណាគូឡើងទៅលើមកទាញមកខាងនេះមកឬក៏ឈប់តែក៏បានឬក៏ទាញមកវិញបន្តិចមកក៏បានដែរបាទអញ្ចឹងតួអក្សរ G ធំទៅសេបែបហ្នឹងហើយអញ្ចឹងតួអក្សរ G តូចវិញគឺទៅសេដូចលេខ9បាទលេខ9បារាំងណាបាទលេខ9ឡើងតាំងអញ្ចឹងយើងចាប់ទាញមកបាទទាញចេះមកហើយឡើងមកក្រោមចុះមកក្រោមចេះមកបាទអញ្ចឹងអាហ្នឹងគឺតួអក្សរ G តូចបាទចំណែកឯតួអក្សរនឹងវិញគឺអានថាតួអក្សរ G បាទហើយសំឡេងតួអក្សរ G គឺសំឡេង voice គឺសំឡេង g បាទកដាក់ស្រអឹសហ្មងមានស្រអឹសទៀត g បាទអូខេអញ្ចឹងឧទាហរណ៍ដូចជាពាក្យ go go បាទប្រែទៅមួយទៀតគឺពាក្យ girl girl បាទក្មេងស្រីមួយទៀតគឺពាក្យ game game បាទប្រែថាល្បែងឬក៏ការលេងបាទមួយទៀតគឺguitar បាទ guitar បាទ g i t r guitar បាទប្រែថា guitar ចឹងពាក្យ4មិញគឺមានដូចជាពាក្យ go girl girl game game មួយទៀតguitar guitar អញ្ចឹងមេរៀនតួអក្សរ G យើងបានចប់ហើយអញ្ចឹងសរុបឡើងវិញតួអក្សរ G សំឡេង g បាទ
ចឹងជួបគ្នានៅមេរៀនវីដេអូបន្ទាប់គឺមេរៀនតួអក្សរ A សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូមេរៀនតួអក្សរ A បាទអញ្ចឹងមកមើលការសរសេរទាំងអស់គ្នាបាទអញ្ចឹងតួអក្សរ A យើងចាប់ផ្ដើមសរសេរដោយគូប្រតិទពីលើមកខាងក្រោមបាទ2ដងមកបន្តទៀតបានវាសពោះកណ្ដាលយើងទទួលបានតួអក្សរ A ធំចំណែកតួអក្សរ A តូចវិញគឺយើងគូប្រតិទពីលើមកខាងក្រោមឲ្យស្មើកម្ពស់របស់វាស្មើដូចតួអក្សរ A ធំណាបាទគូមកបន្តទៀតឡើងទៅលើពាក្យកណ្ដាលធ្លាក់មកក្រោមវិញឲ្យស្មើនឹងផ្នែកខាងក្រោមអញ្ចឹងយើងទទួលបានតួអក្សរ A តូចបាទចំណែកឯការអានវិជ័យសលេងវិញគឺតួអក្សរបែបនេះគឺអានថា H បាទ H H បាទ H បាទអញ្ចឹងតួអក្សរ H ជាប្រភេទសំឡេងរបស់វាជាប្រភេទ unvoiced គឺសំឡេងដូចយើងហត់ណាតែបើសិនបើយើងអត់ចង់បញ្ចេញអញ្ចឹងទេយើងអាចបញ្ចេញនៅពេលដែលយើងប្រកបយើងអាចបញ្ចេញឲ្យលឺក៏បានដែរគឺយើងអាចបញ្ចេញថាហអញ្ចឹងក៏បានដែរបាទអញ្ចឹងខ្ញុំសូមបញ្ចេញ original គឺបាទតោះឥឡូវយើងមកឧទាហរណ៍បាទ hat បាទយើងប្រកប at hat បាទប្រែថាមួកបាទមួយទៀតនោះគឺ hand hand បើយើងប្រកប and the hand បាទអញ្ចឹងប្រែថាដៃបាទប្រអប់ដៃមួយទៀតគឺ house house បើយើងប្រកប h ow o u ow se នេះសំឡេងសិស្សដូចអក្សរ s អញ្ចឹងហ្នឹងបាទអញ្ចឹង house house បាទប្រែថាផ្ទះបាទជាមួយទៀតគឺ horse 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 បើយើងប្រកបor សំឡេង or se សំឡេងអក្សរ s ដែរបាទអញ្ចឹង or horse បាទប្រែថាសេះអញ្ចឹងពាក្យ4របស់យើងអមាញ់នោះគឺមានដូចជាពាក្យ hat at hat hand and the hand មួយទៀត house 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 មួយទៀត horse 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 បញ្ជាក់សំឡេង original វាគឺអត់ឮដូចខ្ញុំនិយាយដូចបាញ់ទេណាយើងឮថាអត់ច្រឡំអត់មានដូចឮបាញ់មែនទេបាទបើយើងប្រកបយើងអាចនិយាយពាក្យអញ្ចឹងបានដែរបាទអត់អីទេបាទអូខេអញ្ចឹងមេរៀនតួអក្សរ A យើងបានបញ្ចប់ហើយអញ្ចឹងជួបគ្នានៅមេរៀនវីដេអូបន្ទាប់គឺមេរៀនតួអក្សរ I អូខេអញ្ចឹងមេរៀនរបស់យើងតួអក្សរ I បាទអញ្ចឹងរបៀបសរសេររបស់តួអក្សរ I គឺទី1គឺយើងគូបន្ទាត់ឈរពីលើខាងក្រោមបន្ទាប់ទៀតដាក់សក់ឲ្យវាបន្តិចមកផ្នែកខាងលើហើយនឹងផ្នែកខាងក្រោមហើយអក្សរ I តូចយើងគិតតែគូបន្ទាត់ពីលើមកក្រោមមួយហើយដាក់ចុចឬក៏ដូចអក្សរ O ឬក៏លេខ0តូចនៅផ្នែកខាងលើបាទអញ្ចឹងអានឹងអក្សរ I តូចបាទអញ្ចឹងរបៀបអាននឹងបញ្ចេញសំឡេងវិញអញ្ចឹងតួអក្សរហ្នឹងគឺអានថា I បាទអញ្ចឹងតួអក្សរ I ដោយសារវាជាស្រៈបាទអញ្ចឹងវាមានសំឡេងច្រើនណាស់បាទអញ្ចឹងខ្ញុំលើកយកតែមួយទេគឺ I សំឡេង I បាទសំឡេង short ណាបាទ I សំឡេងខ្លី I បាទអញ្ចឹងមើលឧទាហរណ៍ដូចជាពាក្យ ink បាទអញ្ចឹងបើការប្រកបវិញបាទ NK នេះគឺ ngunk ដល់ពេលយើងប្រកបចូលមក ink បាទប្រែទឹកថ្នាំបាទមួយទៀតនោះគឺពាក្យ in បាទ in ប្រែថាក្នុងបាទហើយមួយទៀតនោះគឺពាក្យសរុបឡើងវិញគឺទី1គឺពាក្យ ink បាទ ink បាទមួយទៀតគឺ in បាទអញ្ចឹងមេរៀនតួអក្សរ I បានបញ្ចប់ហើយបាទសរុបឡើងវិញ I សំឡេង បាទអញ្ចឹងជួបគ្នានៅវីដេអូបន្ទាប់គឺវីដេអូតួអក្សរ J សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់មេរៀនតួអក្សរ J បាទអញ្ចឹងយើងមកមើលទាំងអស់គ្នាបាទអញ្ចឹងតួអក្សរ J របៀបសរសេរនោះគឺចាប់ដើមដោយផ្លែស្ទូចហ្នឹងចាប់ដើមពីការគូបបន្ទាត់ពីលើមកខាងក្រោមបន្តមកទៀតកោងផ្នែកខាងក្រោមឡើងទៅលើបាទហើយមួយទៀតគឺយើងដាក់សក់ពីលើបាទហើយចំពោះតួអក្សរ J តូចវិញគឺដូចគ្នាបាទធ្វើដោយតួអក្សរ J ធំហ្នឹងប៉ុន្តែយកទំហំរឹងតូចបន្តិចបាទគូពីលើហើយរឹងកោងបន្តិចមកហើយចុចក៏បានដាក់សញ្ញាដោយលេខ0ឬក៏រង្វង់តូចក៏បានដាក់នៅផ្នែកខាងលើនេះបាទអញ្ចឹងយើងបានតួអក្សរ J តូចបាទអញ្ចឹងចំពោះការអាននិងសរសេរវិញការអាននិងបញ្ចេញសំឡេងវិញគឺតួអក្សរនេះគឺអានថា J បាទអញ្ចឹងសំឡេងតួអក្សរ J គឺJ បាទឧទាហរណ៍ដូចជាពាក្យ jam
jam ch am jam ប្រែដំណាប់បាទពាក្យមួយទៀតគឺពាក្យ jet បាទ ch a t jet បាទយល់ហៅចំបាំងមិនបាទមួយទៀតគឺពាក្យ juice បាទ ch u s juice បាទប្រែថាទឹកផ្លែឈើបាទ ch juice បាទមួយទៀតគឺ job បាទបើយើងប្រកបវិញ ch o b job បាទចឹងសរុបឡើងវិញពាក្យ4យើងមិញគឺ jam ch am jam jet ch at jet juice ch use juice job ch ob job បាទចឹងមេរៀនតួអក្សរ J របស់យើងបានចប់ហើយចឹងសរុបឡើងវិញតួអក្សរ J សំឡេង ch បាទចឹង complete តាមដានវីដេអូបន្ទាប់គឺតួអក្សរ K អូខេអ្នកនរគ្នាចឹងថ្ងៃនេះយើងមករៀនតួអក្សរ K ម្ដងបាទចឹងរបៀបសរសេរតួអក្សរ K បាទដំបូងអ្នកនរគ្នាចាប់ផ្ដើមដោយគូបន្តិតពីលើមកខាងក្រោមបាទពីលើមកខាងក្រោមបន្ទាប់មកទៀតយើងចាប់ផ្ដើមពីផ្នែកខាងលើឲ្យស្មើនឹងផ្នែកខាងលើដំបូងហ្នឹងគូវាឲ្យដូចរាងកម្ពូលត្រីកោណបាទនេះគូតាមចំណុចនេះមកហើយធ្លាក់មកក្រោមវិញឲ្យស្មើហើយតួអក្សរ K តូចគឺដូចគ្នាយើងគ្រាន់តែសរសេរឲ្យវាមានទំហំតូចជាងបន្តិចបាទអញ្ចឹងយើងនឹងទទួលបានតួអក្សរ K ធំនិង K តូចបាទចំពោះការអាននិងបញ្ចេញសំឡេងវិញគឺតួអក្សរនេះគឺអានថា K អញ្ចឹងតួអក្សរ K សំឡេង k បាទតែអ្នកនរគ្នានៅពេលប្រកបអ្នកនរគ្នាអាចនិយាយឲ្យឮបានគឺ k ប៉ុន្តែបញ្ជាក់បាទសំឡេងដែលត្រឹមត្រូវគឺ k បាទ K បាទអញ្ចឹងមកមើលការអានប្រកបរបស់ខ្ញុំម្ដងបាទអញ្ចឹងពាក្យនេះអានថា kite បាទអញ្ចឹងយើងប្រកប k I kite kite ប្រែខ្លែងបាទអញ្ចឹងពាក្យបន្ទាប់ទៀតគឺពាក្យ key key បាទអញ្ចឹង key ប្រែថាកូនសោបន្ទាប់ទៀតគឺពាក្យ king បាទ king បាទប្រែថាស្ដេចបាទមួយទៀតគឺពាក្យ kidបាទ kid បាទអញ្ចឹងប្រែថាក្មេងៗឬក៏កូនក្មេងបាទអញ្ចឹងពាក្យទាំង4របស់យើងមិញនោះគឺទី1គឺពាក្យ kite key king kid បាទអញ្ចឹងតួអក្សរ K របស់យើងបានចប់ហើយអញ្ចឹងសរុបឡើងវិញ K សំឡេង ឬក៏អ្នកអរគ្នាពេលប្រកបអ្នកគ្នាអាចនិយាយពាក្យ k បានអូខេអញ្ចឹងជួបគ្នានៅវីដេអូបន្ទាប់គឺវីដេអូតួអក្សរ L អូខេអ្នកនរគ្នាអញ្ចឹងថ្ងៃនេះយើងមករៀនតួអក្សរមួយទៀតគឺតួអក្សរ L បាទអញ្ចឹងយើងមកមើលការសរសេរទាំងអស់គ្នាបាទតួអក្សរ L គឺស្រួលបាទដំបូងគឺអ្នកគ្នាចាប់ដើមបន្ទាត់គូបន្ទាត់ពីលើមកខាងក្រោមបន្ទាប់ទៀតពីឆ្វេងមកខាងស្ដាំមកឲ្យកែងដូចយើងកែងដៃបាទអញ្ចឹងចំពោះតួអក្សរ L តូចអ្នកគ្នាគឺគូបន្ទាត់មួយពីលើមកក្រោមមករួចជាការស្រេចបាទចឹងអានឹងតួអក្សរធំនិងតួអក្សរតូចរបស់តួអក្សរ L បាទអញ្ចឹងយើងមកមើលការបញ្ចេញសំឡេងហើយនិងការអានទាំងអស់គ្នាបាទអញ្ចឹងតួអក្សរបែបនេះយើងអានថា L មិនមែន L ទេគឺ L បាទអញ្ចឹងតួអក្សរ L សំឡេង L ឬក៏ L ក៏បានដែរបាទ L សំឡេងធ្ងន់ដល់ពេលសំឡេងស្រាលគឺ L បាទតែអ្នកគ្នាអាចនិយាយពាក្យ L ឲ្យលឺអញ្ចឹងក៏បានដែរស្រួលផងបាទអញ្ចឹង L សំឡេង L បាទយើងមកមើលឧទាហរណ៍ទាំងអស់គ្នាបាទឧទាហរណ៍ដូចពាក្យ lion lion បាទ l I n n lion ប្រែថោបាទមួយទៀតគឺពាក្យ leg l e g leg បាទប្រែថាជើងបាទមួយទៀតគឺ lamp l lamp បាទប្រែថាចង្កៀងបំភ្លឺបាទមួយទៀតគឺ leaf leaf ប្រែថាស្លឹកឈើបាទអញ្ចឹងពាក្យទាំង4របស់យើងឲ្យមិញទី1គឺពាក្យ lion l I n n lion មួយទៀត leg l e g leg មួយទៀត lamp l am lamp ទាំងថែមសំឡេង
đó cứ lamp một tiết cứ biệt thà leave leave bà chấn mê riêng tua so l bỏ dưỡng cứ bàn chọp ấy bà chấn sọc lòng vĩnh l xùm lên l bà chấn sọc lòng vĩnh l xùm lên l rồi có bà chấn chụp hình nào video mới tí cứ video tua so am bà bye chấn tua so am xùm lên m rồi có xùm lên Tôi nói nhé, thế này dương mà riêng mũi tiết cứ mê riêng tu ở so am, ok? Chứ mà mơ được nhỉ, bà. Chứng tu ở so am, cho nên tập 4 cứ dương chấp đam pika tờ xế, bà. Chứng ca tờ xế tu ở so am cứ dương chấp đam tờ xế để ca cụ bờ tật chố bị phải hàng lớn một hàng cào nàyแบบนี้. Bờ tật một tiết, dương chấp đam pi chấm nói để dương chấp đam cụ tập 4 bờ tật đếแบบนี้. Hai lần tờ lơ vĩnh, ở smart chúng mình chấm nói để dương chấp đam ở bánh bánh, hai dương cụ bờ tật một hàng cào. Chứ nó bên này ở đây ở khu tam lập đôiแบบนี้เนี่ยต่อนี้หนึ่งตัวบ้านตัวซอแอมทอมจุดนั้นตัวซอแอมตัวเว้นคือยังจับดามโดยตมหอมบอกว่าคือดังโตเชิงตัวซอแอมทอมมันติให้ยังจับดามเลยกูมันเกิดโชว์ปีเลือมาครองเลยนี้มากูมาเลือมาครองมั้งให้ลางตะเลือมาดอยจนในขังครองเว้นลางตะเลือมาตองตีโดยเอาไว้ในบ้านมังหายจึงนั่นเราเป็นในตัวนี้กูแบบนี้คือในออกในตัวบ้านตัวซอแอมตัวcho nên tập nó cứ dương đừng riêng làm pi cả án nên cặp dây sợi lên tua so mùi nằng chẳng tua so mùi ní cứ tua so mùi ní cứ kỳ an thả am tên là nát khác đa thợ bàn an việt đừng thả âm và sân chỉ an thả ấm cứ nợ ní ai kẻ sầm là người bán cứ bởi dông tam IPA chẳng tua so am sầm lên m rứ cỏ sầm lên dương bắt bồ mà để chết máu hay dương dây sợi lên mờ màu tái ca nào thì dựng bật bộ mà chuyện hái sầm lấy vía cứ ở lưng mờ đôi dương bao bộ mà thì cứ việc có hâm nó không ôm mật bao giờ này cứ em rứ cỏ em m mà được chắc nghe thế chắc u họ đôi chia bịa man m an man mà phải thả bộ đó bịa thì bí cứ đôi chia map m a map map dương đặt bộ một dương nó lư khía đặt bộ một dương nó lư khía bộ một cào nó bộ một lư đặt nó lư khía dây bẹ mờ màu mà dây sầm linh mờ màu mà ok bẹ và tập tiết cứ milk m i l milk bà phải thả tự đọc cố một tiết cứ bẹ thả moon m moon và phải thả phải chăn chứng bịa từng buồn ở bánh bánh thì mỗi cứ miền bịa man an man map app map milk i l milk mình thiết moon moon bà chứng mê riêng tu ở so em rồi bỏ dưới bàn chọn ấy chứng chụp như là video bất tất từ mê riêng tu ở so an tu ở so bẹp ní khi an tha an chúng này ai sum lấy bảo vệ vinh an sum lấy n rồi có đây này ở cái so cùng một căn mê riêng tu ở so an ok chứng cho nên đồng bốn cứ dương chấp đam đại ca sò xế và ca sò xế tu ở sò án cứ dương chấp đam đại ca cu bên tật số bị phải khang lương một khang cromแบบนี้và tập một thiết dương chấp đam bị chồng nói đồng bốn và trade một phải khang đam cho một khang cromแบบนี้hai lần tật lờ và chứ nó bên ở cái phương tam đậm đòiแบบนี้nâng tụi bán tụi sò an thom chúng này tụi sò an tối dương tụi xe rằng tối chuyện tụi sò an thom hay dương chấp đam đại ca cụ bên tật show đi kia pi lơ một hàng cào và tâm thiết lang từ hàng lớn hay cho một hàng cào mìnhแบบนี้bà nếu ở kia nâng tụi bán tụi xó an tội chẳng chúng này ca án nâng ca và chơi sập lên vĩnh bà tụi xóแบบนี้ kia an tha an chúng này ai sum lấy bảo vệ vĩnh an sum lấy n rồi có nhưng dồn đặt bao dương lự tờ lự ôm một bao dương rạng còi mà chào thứ nhưng dây bịa bà rồi có ở xưa tới cứ như bây giờ lên thà n bà có bà này bà chẳng u thọ đi chỉ bịa thà net net bà phải thà sập nánh mũi tiết cứ bịa thà
nose n n o z nose បាទប្រែថាច្រមុះបាទពាក្យបន្ទាប់ទៀតនោះគឺពាក្យថា name name n n a m ឬក៏ m name name មិនមែន name ទេណាបាទគឺ name បាទពាក្យបន្ទាប់ទៀតគឺពាក្យថា night night n n i night បាទប្រែថាពេលយប់អញ្ចឹងពាក្យទាំង4អំបញ្ញមិញនោះគឺទី1គឺមានពាក្យថា net n at net មួយទៀតគឺពាក្យថា nose n o z nose មួយទៀតគឺពាក្យថា name n a m name មួយទៀតគឺពាក្យថា night n i t night បាទអញ្ចឹងមេរៀនតួអក្សរ n របស់យើងបានចប់ហើយអញ្ចឹងជួបគ្នានៅវីដេអូបន្ទាប់គឺវីដេអូតួអក្សរ O ពោះតួអក្សរ O នេះសំឡេងរបស់វាមានច្រើនណាស់បាទផ្លាស់ប្ដូរទៅតាមជាក់ស្ដែងតួអក្សរ O សំឡេងអកសួស្តីអ្នកគ្នាស្វាគមន៍មកកាន់មេរៀនមួយទៀតហើយគឺមេរៀនតួអក្សរ O បាទអញ្ចឹងយើងមកមើលទាំងអស់គ្នាចំពោះការសរសេរតួអក្សរ O វាស្រួលមែនទែនគឺដូចលេខ0បាទយើងសរសេរលេខ0មកគឺដូចគ្នាអញ្ចឹងឯងបាទដោយតួអក្សរ O ធំសរសេររាងធំមកហើយតួអក្សរ O តូចយើងសរសេររាងតូចអញ្ចឹងមកបាទចំណែកឯការបញ្ចេញសំឡេងនឹងអានវិញអញ្ចឹងតួអក្សរបែបនេះគេអានថា O O បាទបួនយើងស្រួច O តួអក្សរ O សំឡេងអកចំពោះតួអក្សរ O នេះសំឡេងរបស់វាមានច្រើនណាស់បាទផ្លាស់ប្ដូរទៅតាមជាក់ស្ដែងអញ្ចឹងខ្ញុំលើកយកតែសំឡេងមួយទេដែលគេនៅពេលដែលគេអានតួអក្សរក្រុមហើយគេបញ្ចេញសំឡេងហ្នឹងឯង O អកបាទអូខេអញ្ចឹងយើងមកមើលឧទាហរណ៍ដូចជាពាក្យថា ox 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 តួអក្សរ x ហ្នឹងគឺគេបញ្ចេញសំឡេងថា x x បើអ្នកគ្នាពិបាកបញ្ចេញអ្នកគ្នាបញ្ចេញរឹងលឺមកគឺ x x ក៏បានដែរបាទតែសំឡេងវាពិតនោះគឺ x x ចូលគ្នាមក x អូខេអញ្ចឹង ox ប្រែថាគោឈ្មោលចំណែកពាក្យបន្ទាប់ហ្នឹងគឺពាក្យ orange orange អូខេអញ្ចឹង o o o r o a នេះគឺសំឡេង i បាទដល់ពេល n g e នេះ3តួហ្នឹងគឺ ch បាទបញ្ចូលគ្នាហ្នឹងគឺ ch orange ប្រែថាផ្លែក្រូចមួយទៀតនោះគឺ octopus បាទ ok ok t o សំឡេង t t p s pus បាទ octopus ប្រែថាមឹកពីងពាងពាក្យមួយទៀតនោះគឺ ostrich បាទអញ្ចឹង o សំឡេង o s os បន្តមកទៀត t r tr tr e tree tree c a នេះសំឡេង ch ឬក៏ ch បាទ tree ch trish បាទអញ្ចឹងអានថា ostrich អញ្ចឹងប្រែថាសត្វ ostrich បាទអញ្ចឹងពាក្យទាំង4អំបញ្ញមិញគឺពាក្យទី1គឺពាក្យថា ox o ox មួយទៀតគឺ orange o orange មួយទៀតគឺពាក្យថា octopus o octopus មួយទៀតគឺពាក្យថា ostrich o ostrich អូខេអញ្ចឹងមេរៀនតួអក្សរ O របស់យើងបានចប់ហើយអញ្ចឹងជួបគ្នានៅវីដេអូបន្ទាប់គឺវីដេអូតួអក្សរ P តួអក្សរមួយនេះគេអានថា P អ្នកនរគ្នាត្រូវតែយកបបោមាត់លើនិងបបោមាត់ក្រោមដាក់ពីលើគ្នាបន្តមកទៀតនិយាយពាក្យ P មកបាទអូខេសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់មេរៀនមួយទៀតហើយនៅក្នុងមេរៀនមុនយើងបានរៀនរួចហើយពីមេរៀនតួអក្សរ O អញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីតួអក្សរ P ម្ដងអូខេតោះឥឡូវមកមើលទាំងអស់គ្នាចំពោះការសរសេរតួអក្សរ P វិញគឺមានលក្ខណៈងាយស្រួលដោយសារតួអក្សរ P តូចនិង P ធំគឺវាដូចគ្នាបាទតួអក្សរ P ធំយើងចាប់ផ្ដើមដោយការគូបន្ទប់ឈរពីលើខាងក្រោមបន្ទាប់មកទៀតយើងចាប់ផ្ដើមពីផ្នែកខាងលើមកខាងស្ដាំដៃមកហើយទាញមកក្រោមតិចមកចំណែកតួអក្សរ P តូចវិញគឺដូចគ្នាចាប់ផ្ដើមពីបន្ទាត់ឈរពីលើមកក្រោមពីផ្នែកខាងលើដូចគ្នាពីឆ្វេងមកខាងស្ដាំប៉ុន្តែយើងសរសេរឲ្យវាមានទំហំរឹងតូចបន្តិចមកអូខេអញ្ចឹងតួអក្សរមួយនេះគេអានថា P បាទអញ្ចឹងអ្នកនរគ្នាត្រូវតែយកបបោមាត់លើនិងបបោមាត់ក្រោមដាក់ពីលើគ្នាបន្តមកទៀតនិយាយពាក្យ P មកបាទអញ្ចឹងសូមអានសារថ្មី P បាទអញ្ចឹងតួអក្សរ P សំឡេង P បាទតែម្យ៉ាងទៀតយើងអាចបញ្ចេញឲ្យលឺបានបាទគឺសំឡេង P តែខ្ញុំសូមបញ្ជាក់បន្តិចថាសំឡេងដែលត្រឹមត្រូវនោះគឺសំឡេង P គឺតែខ្យល់ទេព្រោះវាជាប្រភេទសំឡេងអានវយបាទអូខេអញ្ចឹងយើងមកមើលការប្រកបនិងការអានវិញបាទអញ្ចឹងឧទាហរណ៍ដូចជាពាក្យថា pan pan បាទអូខេអញ្ចឹងខ្ញុំនឹងប្រកបមានពីរប្រភេទប្រកបតាមបែបងាយស្រួលមួយហើយនឹងប្រកបឲ្យត្រឹមត្រូវមួយអញ្ចឹងខ្ញុំចាប់ផ្ដើមដោយប្រកបឲ្យត្រឹមត្រូវមួយគឺពាក្យថា pan យើងប្រកបថា p a n p
pen បើយើងប្រកបមានភាពងាយស្រួលគឺយើងអាចប្រកបថា p a n pen ប្រែថា big បាទអញ្ចឹងអ្នកនរគ្នាចូលចិត្តមួយណាអ្នកនរគ្នាប្រកបតាមនឹងទៅបាទពាក្យទី2គឺពាក្យថា pig p i g pig ប្រែថាជ្រូកបាទពាក្យទី3នោះគឺពាក្យថា pot pot p o t pot ឬក៏ p o t pot បាទប្រែថាឆ្នាំងចំពោះពាក្យបន្ទាប់ទៀតនោះគឺពាក្យថា park park p r k park បាទបែរសួនច្បារអូខេអញ្ចឹងពាក្យទាំង4អំបញ្ញមិញនោះគឺមានដូចជាពាក្យ pan p a n pan pig p p i g pig pot p o t pot park p r k p park p r k park អូខេអញ្ចឹងមេរៀនតួអក្សរ P ចប់ហើយកុំភ្លេចតាមដានមេរៀនមួយទៀតគឺមេរៀនតួអក្សរ Q បាទតួអក្សរមួយនេះយើងអានថា Q អញ្ចឹងតួអក្សរ Q សំឡេង ខបាទមិនមែនសំឡេងវោះទេណាបាទសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់មេរៀនមួយទៀតគឺមេរៀនថ្ងៃនេះនិយាយអំពីតួអក្សរ Q អូខេអញ្ចឹងមកមើលទាំងអស់គ្នាបាទអញ្ចឹងចំពោះការសរសេរវិញតួអក្សរ Q គឺយើងសរសេរដូចតួអក្សរ O យ៉ាងណាហើយយើងវាសពោះបន្តិចមកបាទគឺចាប់ផ្ដើមសរសេរដូចតួអក្សរ O ធំហើយយើងវាសពោះវាខាងផ្នែកខាងក្រោមបន្តិចមកហើយតួអក្សរ Q តូចគឺយើងសរសេរដូចលេខ9បាទដោយចាប់ផ្ដើមគួរជើងវាអញ្ចឹងមកហើយគូបន្តិចត្រង់ទៅក្រោមតែអ្នកនរគ្នាឃើញអារ៉ាំងវាអញ្ចឹងនេះគឺដោយសារ style ទេឬក៏ font style ទេបាទអញ្ចឹងអ្នកនរគ្នាអាចគូបន្តិចត្រង់បាច់គូវាតាមគេអញ្ចឹងក៏បានដែរបាទអញ្ចឹងយើងមកមើលការបញ្ចេញសំឡេងការអាននិងការប្រកបវិញបាទអញ្ចឹងតួអក្សរមួយនេះយើងអានថា Q បាទ Q អញ្ចឹងតួអក្សរ Q សំឡេងខ្វបាទមិនមែនសំឡេងវោះទេណាបាទគឺសំឡេងខ្វសំឡេងខបូកនឹងសំឡេងវោះចូលគ្នាមកខ្វបាទអញ្ចឹងឧទាហរណ៍ដូចជាពាក្យថា queen បាទ queen ខ្វ e ណា queen បាទប្រែថាម្ចាស់ស្ត្រីមួយទៀតនោះគឺពាក្យថា quick ខ្វ e quick បាទប្រែថាប្រញាប់ពាក្យមួយទៀតនោះគឺពាក្យថា quiz ខ្វ e quiz បាទប្រែថាតេស្តប្រឡងquiz ហ្នឹងគឺយើងប្រឡងដែរយើងធ្វើតេស្តបែប5នាទី3នាទី10នាទីអីណាបាទអញ្ចឹង quiz បាទបើប្រឡងគឺយើងរឹងវែងជាងបាទឧទាហរណ៍មួយទៀតនោះគឺពាក្យថា quiet ខ្វ i t quiet ប្រែថាស្ងៀមស្ងាត់អញ្ចឹងពាក្យទាំង4អំបញ្ញមិញពាក្យទី1គឺពាក្យ queen ខ្វ e n queen quick ខ្វ e k quick quiz ខ្វ e z quiz មួយទៀត quiet ខ្វ i t quiet អញ្ចឹងមេរៀនតួអក្សរ P បាទចប់បាត់ហើយអញ្ចឹងកុំភ្លេចតាមដានតួអក្សរមួយទៀតគឺតួអក្សរមួយនេះយើងអានថា R ការអានរបស់យើងគឺមាន2ប្រភេទយើងអានតាម UK មួយបែបផ្សេងនិង US មួយបែបផ្សេងអូខេសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់មេរៀនថ្មីមួយទៀតហើយដែលមេរៀនយើងថ្ងៃនេះខ្ញុំនឹងនិយាយអំពីតួអក្សរ R អូខេតោះមកមើលទាំងអស់គ្នាបាទអញ្ចឹងតួអក្សរ R យើងចាប់ផ្ដើមដោយយើងសរសេរចាប់ផ្ដើមនោះតួអក្សរ P និយាយខ្លីទៅគឺស្រួលស្ដាប់តួអក្សរ P យើងចាប់ផ្ដើមដោយគូបន្តិចពីលើមកខាងក្រោមចេះហើយយើងចាប់ផ្ដើមគូបាទពីផ្នែកខាងឆ្វេងនៃផ្នែកខាងលើគូមុនចេះមកហើយយើងដាក់បន្តិចត្រេតចេះមកអញ្ចឹងយើងទទួលបានតួអក្សរ R ធំចំពោះតួអក្សរ R តូចវិញគឺយើងចាប់ផ្ដើមដោយការគូបន្តិចពីលើមកខាងក្រោមដូចគ្នាទៅមកទៀតយើងចាប់ផ្ដើមងាកមកខាងស្ដាំដៃបន្តិចអញ្ចឹងយើងទទួលបានតួអក្សរ R តូចបាទចំពោះការអាននិងការសរសេរនឹងប្រកបវិញបាទអញ្ចឹងតួអក្សរមួយនេះយើងអានថា R ឬក៏ or ខ្ញុំសូមបញ្ជាក់កន្លែងនេះបន្តិចការអានរបស់យើងគឺមាន2ប្រភេទយើងអានតាមបែប UK បែបផ្សេងនិង US មួយបែបផ្សេងការអានតាមបែប UK យើងអានថា or ដូចតួអក្សរ R យើងណាចំណែកឯយើងអានតាមអាមេរិកវិញឬក៏ US យើងអានតាម R អញ្ចឹង or ក៏បាន R ក៏បានអូខេចំពោះសំឡេង or ឬក៏ R សំឡេង r អញ្ចឹងយើងឧទាហរណ៍ដូចជាពាក្យថា rat rat ប្រែថាកណ្ដុរអញ្ចឹងឧទាហរណ៍ទី2ដូចជាពាក្យថា red red ពណ៌ក្រហមបាទ
ពាក្យមួយទៀតវិញគឺពាក្យថា run run r a n run ប្រែថារត់ពាក្យមួយទៀតនោះគឺពាក្យថា river river បាទប្រែថាស្ទឹងយើងប្រកបថា r i re v a r river river អូខេប្រែថាស្ទឹងអញ្ចឹងពាក្យទាំង4របស់យើងបាញ់មិញគឺទី1គឺពាក្យថា rat 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 rad 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 run 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 river re re v r ver river អូខេអញ្ចឹងមេរៀនតួអក្សរ or ឬក៏ r បានបញ្ចប់ហើយអញ្ចឹងជួបគ្នានៅវីដេអូបន្តទៀតគឺវីដេអូតួអក្សរ s បាយបាយចំពោះការអានសរសេរនិងបញ្ចេញសំឡេងវិញតួអក្សរមួយនេះយើងអានថា s s អញ្ចឹងតួអក្សរ s សំឡេងអូខេសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់មេរៀនមួយទៀតហើយដែលមេរៀនយើងថ្ងៃនេះនិយាយពីតួអក្សរ s អូខេអញ្ចឹងមកមើលទាំងអស់គ្នាបាទចំពោះការសរសេរតួអក្សរ s វិញគឺសរសេរដោយលេខ5បាទស្រួលបាទចាប់ផ្ដើមពីផ្នែកខាងលើមកផ្នែកខាងក្រោមរឹងកោងយីមកហើយតួអក្សរ s តូចគឺដូចគ្នាទេអញ្ចឹងនៅពេលអ្នកគ្នាគូសតាមគំនូសតាំងអញ្ចឹងមកយើងទទួលបានតួអក្សរ s ធំ s តូចចំពោះការអានសរសេរនិងបញ្ចេញសំឡេងវិញតួអក្សរមួយនេះយើងអានថា s s អញ្ចឹងតួអក្សរ s សំឡេង s តែអ្នកគ្នានៅពេលប្រកបអ្នកគ្នាអាចនិយាយឮបានគឺ s អូខេអញ្ចឹងឧទាហរណ៍ដូចជាពាក្យថា sun sun s a n sun ប្រែថាព្រះអាទិត្យពាក្យទី2នោះគឺពាក្យថា sit s i t sit ចំពោះពាក្យមួយទៀតនោះគឺពាក្យថា sea s e sea បាទប្រែថាសមុទ្របាទអញ្ចឹងពាក្យទាំង3អំបញ្ញមិញទី1គឺពាក្យថា sun s a n sun ទី2គឺ sit s i t sit មួយទៀតគឺពាក្យថា sea s e sea អញ្ចឹងមេរៀនតួអក្សរ s ចប់ហើយ complete តាមដាននៅមេរៀនមួយទៀតគឺមេរៀនតួអក្សរ t បាទតួអក្សរមួយនេះយើងអានថា t អញ្ចឹងតួអក្សរ t សំឡេងដោយសារតែ t ជាប្រភេទសំឡេងអាន voice នៅពេលដែលយើងអានតួអក្សរក្រមបើយើងចង់បញ្ចេញឲ្យត្រូវគឺយើងបញ្ចេញសំឡេងថាសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់មេរៀនមួយទៀតគឺមេរៀនតួអក្សរ t បាទអញ្ចឹងយើងមកមើលការសរសេរនិងការអានទាំងអស់គ្នាបាទចំពោះការសរសេរតួអក្សរ t វិញគឺយើងចាប់ផ្ដើមដោយការគូបទិដ្ឋឈរពីផ្នែកខាងលើមកផ្នែកខាងក្រោមបន្តទៅទៀតយើងគូបទិដ្ឋដេកនៅផ្នែកខាងលើបាទពីឆ្វេងមកខាងស្ដាំហើយតួអក្សរ t តូចយើងចាប់ផ្ដើមគូបទិដ្ឋឈរដូចគ្នាឲ្យមានកម្ពស់ស្មើនឹងតួអក្សរ t ធំពីលើមកក្រោមហើយយើងដាក់សក់វាគូកាត់នៅផ្នែកខាងលើពីឆ្វេងមកស្ដាំអញ្ចឹងមកយើងទទួលបានតួអក្សរ t ធំហើយនិង t តូចចំពោះការអានបញ្ចេញសំឡេងនិងការប្រកបវិញតួអក្សរមួយនេះយើងអានថា t អញ្ចឹងតួអក្សរ t សំឡេងអញ្ចឹងអ្នកនរគ្នាក៏អាចនិយាយសំឡេងមួយបែបទៀតនៅពេលដែលយើងប្រកបនិយាយលឺបាទគឺសំឡេង th បាទបញ្ជាក់ដោយសារតែ t ជាប្រភេទសំឡេងអាន voice នៅពេលដែលយើងអានតួអក្សរក្រមបើយើងចង់បញ្ចេញឲ្យត្រូវគឺយើងបញ្ចេញសំឡេងថា t t បាទមិនមែន t th ណាតែនៅពេលប្រកបអ្នកនរគ្នាប្រកបតាមបែបមួយណាដែលអ្នកនរគ្នាគិតថាស្រួលចង់បញ្ចេញសំឡេងបែបត្រូវក៏បានចង់បញ្ចេញសំឡេងបែបឲ្យលឺក៏បានមានជម្រើសពីរអូខេអញ្ចឹងយើងមកមើលឧទាហរណ៍បាទអញ្ចឹងពាក្យនេះគឺពាក្យថា ten បាទ ten អញ្ចឹងខ្ញុំសូមប្រកបតាមសំឡេងតាមអក្សរក្រមដែលត្រឹមត្រូវបាទគឺ a ten ឬក៏យើងប្រកបតាមបែបងាយស្រួលគឺ th a n ten បាទប្រែថាលេខ10បាទអញ្ចឹងមួយណាស្រួលអ្នកគ្នាប្រកបតាមមួយហ្នឹងទៅបាទចំពោះពាក្យមួយទៀតគឺពាក្យថា top top t o p top បាទប្រែថាកំពូលមួយទៀតគឺពាក្យថា tree tree t r e tree បាទប្រែថាដើមឈើបាទពាក្យមួយទៀតគឺពាក្យថា table table t a t b e l ឬក៏ l bell table table បាទប្រែតុអញ្ចឹងពាក្យទាំង4អំបញ្ញមិញគឺមានដូចជាពាក្យ ten t a n ten top t o p top មួយទៀត tree t r e tree មួយទៀតគឺពាក្យថា table t a b e l l table បាទ table បាទមិនមែន table ណា table បាទអញ្ចឹងមេរៀនតួអក្សរ T របស់យើងបានចប់ហើយអញ្ចឹងជួបគ្នានៅវីដេអូបន្តទៀតតួអក្សរមួយនេះយើងអានថា U បាទអញ្ចឹងតើការបញ្ចេញសំឡេងវិញតើយើងបញ្ចេញបែបណាបាទ
អូខេសួស្តីអ្នកគ្នាស្វាគមន៍មកកាន់មេរៀនថ្មីមួយទៀតហើយដែលវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកគ្នាអំពីតួអក្សរ U ចឹងមកមើលទាំងអស់គ្នាចឹងចំពោះការសរសេរតួអក្សរ U វិញគឺយើងចាប់ផ្ដើមដូចអក្សរបខ្មែរយើងបាទចាប់ផ្ដើមពីផ្នែកខាងលើហើយទាញវាមកផ្នែកខាងលើវិញឲ្យស្មើគ្នាចឹងមកតែហាមដាក់កន្ទុយណាហាមទាញមកក្រោមវិញបើទាញមកក្រោមវិញកាត់អក្សរ U តូចហើយទោះបីជាអ្នកនរគ្នាសរសេរធំក៏ដោយអញ្ចឹងតួអក្សរ U តូចដូចនឹងតួអក្សរ U ធំតែគ្រាន់តែវាមានកន្ទុយនៅខាងក្រោមបន្តិចហើយមានទំហំតូចទៀតបាទចាប់ផ្ដើមដោយការគូដូចគ្នាអញ្ចឹងមកហើយទាញមកក្រោមហើយទាញហួសបន្តិចមកចេញកន្ទុយតិចមកអញ្ចឹងអ្នកគ្នានឹងទទួលបានតួអក្សរ U តូចបាទអញ្ចឹងតើការបញ្ចេញសំឡេងវិញតើយើងបញ្ចេញបែបណាបាទតួអក្សរមួយនេះយើងអានថា U បាទអញ្ចឹងតួអក្សរ U សំឡេងអស្រៈអាដល់សប៉ុន្តែកុំអូសវិញណាបើអ្នកគ្នាអូសវិញវាទៅជាសំឡេងមួយផ្សេងទៀតបាត់ហើយបាទអញ្ចឹងយើងបញ្ចេញឲ្យខ្លីឧទាហរណ៍ដូចជាពាក្យ up បាទអញ្ចឹង up បាទប្រែថាឡើងទៅលើពាក្យមួយទៀតនោះគឺពាក្យថា umbrella am b r pr 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 l l អេតនេះសំឡេងឆ្វាគឺសំឡេងបាទអញ្ចឹងទៅជា l បូកl អញ្ចឹងយើងអានថា umbrellaបាទប្រែថាឆាត់អូខេអញ្ចឹងពាក្យមួយទៀតគឺពាក្យថា bass បាទ b a s bass បាទប្រែថាឡានក្រុងបាទពាក្យមួយទៀតគឺពាក្យថា dark d a k dark បាទ ck នេះគឺសំឡេង k សំឡេងដូចតួអក្សរ k តួអក្សរ c សំឡេងវាតែមួយទេបាទបញ្ចូលគ្នាទៅគឺសំឡេង k ដែលទេបាទអញ្ចឹង dark បាទប្រែថាសត្វទាអញ្ចឹងពាក្យទាំង4របស់មិញគឺមានពាក្យដូចជាពាក្យ up up umbrella am br pr 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 បាទ A នេះសំឡេងឆ្វាដូចខ្ញុំបានបញ្ជាក់ខាងមុនគឺសំឡេងl បាទអញ្ចឹង umbrella បាទមួយទៀតក៏ពាក្យ bass b a s bass មួយទៀតក៏ពាក្យថា dark d a k dark អូខេអញ្ចឹងមេរៀនតួអក្សរ U របស់យើងចប់ហើយអញ្ចឹង complete តាមដានតួអក្សរមួយទៀតគឺតួអក្សរ V សួស្តីអ្នកគ្នាស្វាគមន៍មកកាន់មេរៀនថ្មីមួយទៀតដែលមេរៀនរបស់យើងថ្ងៃនេះគឺនិយាយពីតួអក្សរ V អញ្ចឹងតួអក្សរ V គឺយើងចាប់ផ្ដើមដូចជាព្រាមកៅស៊ូអញ្ចឹងដែរគឺចាប់ផ្ដើមពីផ្នែកខាងលើបាទដកក្រោមហើយទាញឡើងទៅលើវិញឲ្យរាងដូចត្រីកោណបាទរាងដូចត្រីកោណដែរតួអក្សរ V តូចគឺយើងចាប់ផ្ដើមទៅសេដូចគ្នាដោយរក្សាទំហំឲ្យវារាងតូចជាងតួអក្សរ V ធំបន្តិចបាទអញ្ចឹងក៏ប៉ុណ្ណេះអ្នកគ្នាទទួលបានតួអក្សរ V ធំហើយនិងតួអក្សរ V តូចបាទអញ្ចឹងមកមើលការបញ្ចេញសំឡេងទៅសេនិងប្រកបវិញបាទអញ្ចឹងតួអក្សរមួយនេះយើងអានថា V បាទអញ្ចឹងចំពោះការដាក់បបោមាត់គឺយើងខំបបោដាក់បបោមាត់យើងនៅក្រោមធ្មេញខាងផ្នែកខាងលើយើងបាទដូចខំបបោមាត់អញ្ចឹងតែកុំខំខ្លាំងឯងគាត់តែដាក់ប៉ំបានហើយអញ្ចឹងអ្នកគ្នាឲ្យមើលមាត់យើងបាន V បាទអញ្ចឹង V សំឡេង V អូខេអញ្ចឹងឧទាហរណ៍ដូចជាពាក្យថា van and van ប្រែថាឡានបាទមួយទៀតនោះក៏ពាក្យថា vest vest ហើយបន្ថែមសលេងបន្តិចមកបាទគឺទៅជា vest បាទប្រែថាអាវកាក់បាទពាក្យមួយទៀតគឺពាក្យថា voice បាទ voice ត្រង់តែ ce គឺសំឡេងដូចអក្សរ s បាទអូខេអញ្ចឹងបន្តទៀតគឺពាក្យថា very បាទ v a v r e re very អញ្ចឹងពាក្យទាំង4របស់មិញគឺមានដូចជាពាក្យ van 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 vest vest បញ្ចេញសលេងបន្តិចមក vest មួយទៀតគឺ voice voice ឬក៏ voice មួយទៀតគឺ very v a v r e re very បាទ very បាទអូខេអញ្ចឹងតួអក្សរ V របស់យើងបានចប់ហើយជួបគ្នានៅវីដេអូមួយទៀតគឺវីដេអូតួអក្សរ W អូខេអញ្ចឹងអក្សរបែបនេះយើងអានថា W មិនមែន double U ទេណាបាទគឺ W បាទសួស្តីអ្នកនរស្វាគមន៍មកកាន់វីដេអូមួយទៀតដែលវីដេអូរបស់យើងនេះនិយាយអំពីតួអក្សរ W អូខេអញ្ចឹងមកមើលទាំងអស់គ្នាបាទអូខេចំពោះការសរសេរតួអក្សរមួយនេះគឺយើងចាប់ផ្ដើមសរសេរដោយតួអក្សរ V ផ្គុំចូលគ្នាបាទដោយតួអក្សរ V ផ្គុំចូលគ្នាអ្នកគ្នាអាចមើលបាននេះការគូបន្ទាត់ពីផ្នែកខាងលើមកខាងក្រោមឡើងទៅលើដោយអក្សរ V ហើយគូដោយអក្សរ V មួយទៀតមកគឺភ្ជាប់គ្នាមកបានជាតួអក្សរ W ធំចំណែកឯអក្សរ W តូចគឺទៅសេដូចគ្នាគ្រាន់តែយើងពង្រួញទំហំវារាងតូចតិចមកបាទចំពោះការអានបញ្ចេញសំឡេងប្រកបវិញបាទ
ចឹងអក្សរបែបនេះយើងអានថា W មិនមែន double U ទេណាបាទគឺ W បាទចឹង W បាទសំឡេង W ចឹងសំឡេងអំបញ្ញមិញគឺរឿងស្តៀងជាមួយនឹងមេរៀនវីដេអូមុនគឺសំឡេងតួអក្សរ V មានចាំទេអ្នកនរគ្នាបាទចឹងសំឡេងទាំងពីរហ្នឹងគឺដូចគ្នាខុសតែការធ្វើបបួលមាត់ទេបាទតួអក្សរ V យើងខំបបួលមាត់តួអក្សរ W យើងអត់ខំបបួលមាត់ទេបើចេញសំឡេងធម្មតា W ធម្មតាបាទអូខេចឹងខ្ញុំនឹងបង្ចេញឲ្យអ្នកនរគ្នាមើលតួអក្សរ V សំឡេង V ចំណែកតួអក្សរ W សំឡេង W ចឹងយើងមកឧទាហរណ៍ដូចជាពាក្យថា vet at wet បតាសើមពាក្យបន្ទាប់ទៀតនោះគឺពាក្យថា win win ពាក្យបន្ទាប់ទៀតនោះគឺពាក្យថា water or war t water បាទប្រែថាទឹកបើអ្នកគ្នាអានតាមអាមេរិកគឺ water បាទអូខេបន្ទាប់មកទៀតគឺពាក្យថា window win window បាទប្រែថាបង្អួចអញ្ចឹងពាក្យទាំង4បាយមានដូចជាពាក្យ wet at wet win win water or war t water មួយទៀត window win window អូខេអញ្ចឹងមានរៀនតួអក្សរ W បានចប់ហើយ complete តាមដានតួអក្សរមួយទៀតគឺតួអក្សរ X អញ្ចឹងតួអក្សរមួយនេះយើងអានថា X បាទអញ្ចឹងតួអក្សរ X សំឡេង X សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់មេរៀនមួយទៀតដែលមេរៀនថ្ងៃនេះគឺយើងនឹងនិយាយគ្នាអំពីតួអក្សរ X អូខេអញ្ចឹងមកមើលទាំងអស់គ្នាតួអក្សរ X យើងទៅសេដោយសញ្ញាលេខគុណឬក៏សញ្ញាខ្វែងបាទអញ្ចឹងអ្នកគ្នាទៅសេមកតួអក្សរធំទៅសេធំតួអក្សរតូចទៅសេរាងតូចតិចមកអញ្ចឹងនៅពេលដែលអ្នកគ្នាទៅសេដោយសញ្ញាគុណអ្នកគ្នាទទួលបានតួអក្សរ X អញ្ចឹងតួអក្សរមួយនេះយើងអានថា X បាទអញ្ចឹងតួអក្សរ X សំឡេង X ឬក៏នៅពេលដែលអ្នកគ្នាអាចនិយាយឲ្យលឺក៏បានដែរ X បាទខ្សឹសក៏បានខ្សក៏បានតែសំឡេងវាមែនទែនគឺខ្សបាទយកសំឡេងខបូកនឹងសំឡេងសបូកជួគ្នាទៅអ្នកគ្នាអាចមើលអក្សរខ្មែរនឹងបានគឺខ្សឬក៏ខ្សបាទឧទាហរណ៍ដូចជាពាក្យថា box box ឬក៏ខ្ស box បាទបែរថាប្រអប់មួយទៀតគឺពាក្យថា fox fox ឬក៏ខ្ស fox បាទប្រែកញ្ជ្រោងពាក្យមួយទៀតនោះគឺពាក្យថា exit exit បាទប្រែថាច្រកចេញបាទអូខេអញ្ចឹងពាក្យទាំង3អំបញ្ញគឺមានពាក្យដូចជាពាក្យថា box បាទ box box fox fox exit exit បាទអញ្ចឹងមេរៀនតួអក្សរ X ចប់ហើយ complete តាមដានមេរៀនមួយទៀតគឺមេរៀនតួអក្សរ Y បាទអញ្ចឹងតួអក្សរមួយនេះយើងអានថា Y បាទចំណែកឯតួអក្សរ Y សំឡេងយសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់មេរៀនថ្មីមួយទៀតហើយដែលមេរៀនថ្ងៃនេះយើងនឹងរៀនអំពីតួអក្សរ Y អូខេតោះឥឡូវយើងមកមើលទាំងអស់គ្នាចំពោះការសរសេរតួអក្សរ Y វិញគឺយើងចាប់ផ្ដើមដោយការគូសមុទ្រត្រេតពីផ្នែកខាងលើមកផ្នែកខាងក្រោមបែបនេះចំណែកផ្នែកខាងស្ដាំវិញគូដូចគ្នាហើយយើងគូទៅខាងក្រោមមួយអញ្ចឹងនៅពេលដែលអ្នកគ្នាគូតាមបែបនេះនឹងទទួលបានតួអក្សរ Y ធំចំពោះតួអក្សរ Y តូចវិញគឺអ្នកនរគ្នាចាប់ផ្ដើមដោយការគូបន្តិតត្រេតពីផ្នែកខាងលើមកខាងក្រោមបែបនេះបន្ទាប់មកទៀតផ្នែកខាងឆ្វេងវិញគូមកក្រោមដូចគ្នាហើយឲ្យហួសទៅក្រោមបន្តិចនៅពេលដែលអ្នកទាំងអស់គ្នាគូបែបនេះនឹងទទួលបានតួអក្សរ Y តូចចំពោះការអានប្រកបនិងបញ្ចេញសលេងវិញតួអក្សរមួយនេះយើងអានថា Y បាទចំណែកឯតួអក្សរ Y សំឡេងយបាទឧទាហរណ៍ដូចជាពាក្យថា yes បាទyes បាទប្រែថាបាទឬក៏ចាឧទាហរណ៍មួយទៀតគឺពាក្យថា yellow yellowបាទអញ្ចឹងប្រែថាពណ៌លឿងចំណែកឯពាក្យមួយទៀតនោះគឺពាក្យថា yoga o ត្រង់នេះគឺសំឡេង o ដដែលបាទ yoga a ត្រង់នេះសំឡេងឆ្វាគឺសំឡេងអញ្ចឹង g អញ្ចឹងយើងអានថា yoga បាទប្រែថាលំហាត់ប្រាណ yoga បាទពាក្យមួយទៀតនោះគឺពាក្យថា yard បាទប្រែថាសួនច្បារចំពោះពាក្យទាំង4អំបញ្ញមិញទី1គឺពាក្យថា yes yes មួយទៀត yellow yell
low បាទមួយទៀតគឺ yoga y o yoga g yoga បាទមួយទៀតគឺពាក្យ yard y ad yard អូខេអញ្ចឹងមេរៀនតួអក្សរ Y បានបញ្ចប់ហើយអញ្ចឹងកុំភ្លេចជួយ follow like ហើយនិង share ទៅកាន់មិត្តភ័ក្តិអ្នកនរគ្នាផងឲ្យបានឃើញវីដេអូមួយនេះហើយមេរៀនរបស់យើងបន្ទាប់គឺមេរៀនតួអក្សរ Z ជាមេរៀនចុងក្រោយអូខេបាទតួអក្សរមួយនេះគឺយើងអាចអានបានពីរប្រភេទបាទប្រភេទទី1នោះគឺយើងអានតាមបែប UK ហើយនិងប្រភេទមួយទៀតយើងអានតាមបែប US អញ្ចឹងបើអ្នកទាំងអស់គ្នាអាន0អ្នកគ្នាដូរវិញបាទយើងអាន0ទេយើងអានថាស្វាគមន៍មកកាន់មេរៀនមួយទៀតដែលជាមេរៀនចុងក្រោយនៃតួអក្សរក្រមភាសាអង់គ្លេស BA.Z របស់យើងគឺតួអក្សរ Z ចំពោះការសរសេរតួអក្សរ Z វិញគឺយើងចាប់ផ្ដើមដោយការគូប្រទិតដេកផ្នែកខាងឆ្វេងមកខាងស្ដាំបន្ទាប់មកទៀតយើងត្រេតពីផ្នែកខាងលើមកខាងក្រោមបែបនេះបាទបន្តមកទៀតយើងគូបទឹកដេកពីផ្នែកខាងឆ្វេងមកខាងស្ដាំបែបនេះអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាគូបែបនេះអ្នកទាំងអស់គ្នានឹងទទួលបានតួអក្សរ Z ធំបាទចំណែកឯតួអក្សរ Z តូចវិញយើងសរសេរដូចតួអក្សរ Z ធំដែរតែគ្រាន់តែទំហំវារាងតូចជាងតិចចំពោះការអានប្រកបនិងបញ្ចេញសលេងវិញតួអក្សរមួយនេះយើងអានថា Z ត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាបន្តិចតួអក្សរមួយនេះគឺយើងអាចអានបានពីរប្រភេទបាទប្រភេទទី1នោះគឺយើងអានតាមបែប UK ហើយនិងប្រភេទមួយទៀតយើងអានតាមបែប US បើអ្នកទាំងអស់គ្នាអានតាមបែប UK អ្នកទាំងអស់គ្នាអានថា Z តែបើសិនជាអ្នកទាំងអស់គ្នាអានតាមបែបអាមេរិកវិញយើងអានថា Z អ្នកទាំងអស់គ្នាច្បាស់ជាក្លឹបឮពាក្យថា Gen Z មែនទេបាទអញ្ចឹងគេអានតាមបែបអាមេរិកតែបើសិនជាអ្នកទាំងអស់គ្នាអានតាមបែប UK អ្នកទាំងអស់គ្នាអានថា Gen Zបាទទេ Gen Z តួអក្សរ Z ឬក៏ Z សំឡេង Z អូខេដូចទូរស័ព្ទញ័រយ៉ាងហ្នឹងបាទឧទាហរណ៍ដូចជាពាក្យថា zoo zoo z u zoo បាទប្រែថាសួនសត្វមួយទៀតនោះគឺពាក្យថា zip z i p zip បាទប្រែថា root អូខេអញ្ចឹងយើងមកមើលពាក្យមួយទៀតគឺពាក្យថា zero បាទអ្នកណាខ្លះអានពាក្យនឹងថា zeroបើអ្នកគ្នាអាន0អ្នកគ្នាដូរបាទអញ្ចឹងយើងអាន0ទេយើងអាន0យើងមកមើលការប្រកបទាំងអស់គ្នាZ សំឡេង Z បាទ E ទៅណាគឺសំឡេង ear អញ្ចឹង Z ear zero R O row zero បាទប្រែថាលេខ0អូខេអញ្ចឹងយើងមកមើលពាក្យមួយទៀតគឺពាក្យថា zebra z a z b r br A សំឡេងឆ្វាសំឡេងអញ្ចឹងbra zebra អូខេអញ្ចឹង zebra ប្រែថាសេះបង្កងអូខេអញ្ចឹងពាក្យអំបញ្ញមិញគឺមានដូចជាពាក្យ zoo z u zoo zip z i p zip zero z ear r o row zero zebra z b zep b r pr a សំឡេងឆ្វាគឺpr pr អញ្ចឹងយើងអានថា zebra អូខេអញ្ចឹងមេរៀនរបស់យើងគឺបានបញ្ចប់ហើយពីតួអក្សរ A ដល់តួអក្សរ Z អូខេអញ្ចឹងនៅវីដេអូបន្ទាប់ខ្ញុំនឹងសង្ខេបតួអក្សរហើយនឹងសំឡេងឡើងវិញបាទអញ្ចឹងជួបគ្នានៅវីដេអូបន្ទាប់មួយទៀតបាទបាយបាយ